សួស្តីទាំងអស់គ្នាសុខសប្បាយទេមួយយ៉ាងនេះរៀងរវល់បន្តិចអត់សូវមានពេលបានធ្វើវីដេអូអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកចែកចាយវីដេអូមួយហើយវីដេអូនេះគឺអាចតពីវីដេអូភាគមុនដែរដែលនិយាយថាបាញ់លុយតាមកម្មវិធីយឺចូលរបៀបម៉េចដែលវាមិនអស់សេវានៅក្នុងកម្មវិធីធនាគារយឺចូលគឺមានមុខងារមួយឈ្មោះថាកូតូរ៉ាហើយមុខងារកូតូរ៉ានេះហើយដែលវាអនុញ្ញាតឲ្យយើងបាញ់លុយពីធនាគារមួយទៅធនាគារមួយដោយអត់អស់សេវាប៉ុន្តែមិនមែនគ្រប់ធនាគារគឺអត់អស់សេវាទេគឺសម្រាប់តែធនាគារដែលមានការសហការជាមួយនឹងកូតូរ៉ាតែប៉ុណ្ណោះអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងប្រាប់ទាំងអស់គ្នាថាធនាគារណាដែលមានការសហការជាមួយនឹងកូតូរ៉ាហើយនៅខាងចុងវីដេអូគឺខ្ញុំនឹងប្រាប់ថាយើងធ្វើម៉េចទើបអាចបើកប្រើប្រាស់កម្មវិធីកូតូរ៉ានេះបានអូខេផ្ទាំងពណ៌សដែលទាំងអស់គ្នាបានឃើញនេះគឺវាជា website របស់កូតូរ៉ាអញ្ចឹងកុំឲ្យខាតពេលតោះទីមួយយើងទៅមើលថាធនាគារណាខ្លះដែលអាចប្រើប្រាស់សេវាកម្មកូតូរ៉ានេះបាននៅលើ website របស់កូតូរ៉ាហ្នឹងគឺគេបានដាក់ឲ្យយើងមើលហើយគឺធនាគារណាហើយនិងភ្នាក់ងារហិរញ្ញវត្ថុណាដែលអាចប្រើប្រាស់ជាមួយនឹង smartphone ជាមួយនឹងទូរស័ព្ទដៃរបស់យើងបានអញ្ចឹងណាអញ្ចឹងខ្ញុំអាច scroll ចុះក្រោមមកដើម្បីឲ្យទាំងអស់គ្នាមើលបានអញ្ចឹងគឺមានឈ្មោះធនាគារផ្សេងៗណាហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺមានធនាគារ3 4ណានេះគឺជាធនាគារមាន logo ពណ៌បៃតងហើយនិងធនាគារ logo ពណ៌ក្រហមដែលទាំងអស់គ្នាឃើញនេះ Mitsubishi Ginko ហើយនិងអីគេ Mitsubishi UFJ ហើយខាងក្រោមនេះគឺធនាគារ Yujo អាហ្នឹងឯងគឺជាមូលហេតុដែលយើងអាចបាញ់លុយពី app ធនាគារ Yujo ទៅធនាគារផ្សេងឬក៏ Yujo ផ្ទាល់ដោយអត់អស់សេវាអូខេទៅចំណុចទី2បើយើងមាន app ធនាគារ Yujo នៅក្នុងទូរស័ព្ទហើយតើធ្វើម៉េចដើម្បីអាចប្រើប្រាស់សេវាកម្មកូតូរ៉ានេះបានគឺស្រួលទេចុចតែ2 3ប៉ក់ទៅបានហើយតោះអញ្ចឹងយើងទៅមើលជាមួយគ្នាដំបូងយើងបើក app ធនាគារ Yujo យើងមកហើយចុចទៅលើសញ្ញាព្រួយឆ្វេងស្ដាំនេះគឺ Soking នេះបន្តមកទៀតយើងចុចទៅលើពាក្យថាកូតូរ៉ា Soking នេះមកឬមើលតាមសញ្ញាព្រួយដែលខ្ញុំបានដាក់នៅក្នុងវីដេអូនេះត្រង់ចំណុចនេះយើងអូសចុះមកខាងក្រោមមក scroll down ហើយចុចពណ៌បៃតងនេះកូតូរ៉ា Soking no Rio Okaishiបន្តមកទៀតយើងនឹងឃើញបទបញ្ញត្តិឬក៏លក្ខខណ្ឌផ្សេងៗនៅក្នុងការប្រើប្រាស់យើងអាចអូសវាចុះមកខាងក្រោមមកផុតមកហើយចុចពាក្យថាដូអ៊ីស្រុចំណុចបន្តទៀតយើងចុចខាងស្ដាំនេះពាក្យថាខៃស៊ីនេះមកប៉ុណ្ណឹងការចុះឈ្មោះប្រើកូតូរ៉ារបស់យើងគឺបានបញ្ចប់ហើយយើងអាចចុចប៊ូតុងពណ៌សដែលខ្ញុំបានដាក់សញ្ញាក្រហមបង្ហាញនេះក៏បានដើម្បីចាប់ផ្ដើមប្រើប្រាស់ហើយបន្ថែមទៅទៀតថ្ងៃក្រោយយើងមានកម្រងចង់ទទួលលុយឬក៏ដកលុយតាមរយៈលេខទូរស័ព្ទអីតាមកូតូរ៉ាឬក៏អីហ្នឹងគឺយើងអាចចុះលេខទូរស័ព្ទទុកចុចលើពាក្យថរគុនេះមកហើយបញ្ជាក់លេខទូរស័ព្ទយើងដែលមាននៅខាងគៀននេះបញ្ជាក់លេខទូរស័ព្ទត្រឹមត្រូវហើយចុច select នៅក្នុងវងមូលនេះមកហើយចុចពាក្យ Sgie ដើម្បីទៅបន្តទៀតរួចចុចប្រអប់ពណ៌បៃតងនេះ Ninja Kodo Hako ហើយគេនឹងបញ្ជាក់យើងបន្ថែមថាផ្ញើលេខកូដទៅលេខទូរស័ព្ទហ្នឹងគឺត្រឹមត្រូវហើយមែនទេបើត្រឹមត្រូវចុច Hako មករួចគេនឹងផ្ញើលេខកូដទៅប្រអប់សាររបស់យើងនេះដែលទាំងអស់គ្នាឃើញនេះគឺលេខកូដដែលគេផ្ញើមកឲ្យខ្ញុំ screenshot វាយកមកដាក់កណ្ដាលហ្នឹងយើងយកវាមកបំពេញចូលប្រអប់ខាងលើនេះមករួចចុចពាក្យ Sgie ទៅគឺជាការស្រេចអញ្ចឹងវីដេអូបញ្យល់ពីកូតូរ៉ាហើយនឹងរបៀបបើកកូតូរ៉ានៅក្នុង app Yujo របស់ខ្ញុំមានត្រឹមប៉ុណ្ណឹងហើយបន្តទៅទៀតខ្ញុំនឹងព្យាយាមរកអីដែលថ្មីនិងការបញ្យល់ពីរបៀបប្រើប្រាស់កម្មវិធីផ្សេងៗដែលវាល្អសម្រាប់យើងទាំងអស់គ្នានៅក្នុងប្រទេសជប៉ុនហើយបើទាំងអស់គ្នាមានគំនិតយោបល់ឬក៏មានសំណួរឬក៏មានអ្វីដែលចង់ឲ្យខ្ញុំធ្វើជាវីដេអូចែកចាយអាច comment នៅខាងក្រោមបានដូចគ្នាអរគុណសម្រាប់ការទស្សនាកុំភ្លេចចុច like និង subscribe ផងណា